សួស្តីបងបងដែលនិយមតាមដានYouTube របស់ BNL ឥឡូវខ្ញុំមានម៉ូទ័រផ្លុំកម្ដៅ2 model ចង់ធ្វើការបង្ហាញទៅដល់បងប្អូនទាំងអស់គ្នាតើផ្លុំកម្ដៅនេះគឺវាទៅតែផលិតទេបាទអញ្ចឹងព័ត៌មានគឺនៅលើនេះផ្ទាំងនេះទាំងអស់បាទអញ្ចឹងការផ្លុំកម្ដៅបានល្អបាទផលិតផល standard បាទអឺរ៉ុបទទួលស្គាល់ដោយសហភាពអឺរ៉ុបសម្រាប់ផ្លុំកម្ដៅនេះបាទនេះជាកុងតាក់សារ៉េកម្លាំងបាទលបឿនកម្ដៅខ្លាំងខ្សោយអីបាទចំណែកមួយ model នេះវិញបាទគឺវាធូរថ្លៃជាងបាទធូរថ្លៃជាង function វាក៏តិចជាងផ្លុំកម្ដៅមួយទៀតដែរបាទអញ្ចឹងលេខសារ៉េអីមានដូចគ្នាព័ត៌មានអីផ្សេងគឺមានដូចស្រដៀងគ្នាដែរក៏ប៉ុន្តែ function វាគឺវាចាញ់ពណ៌លឿងបាទតួសបដោយពណ៌លឿងនោះទេបាទត្រឡប់មកវិញម៉ូទ័រផ្លុំកម្ដៅនេះបាទរូបរាងវាបែបនេះបាទអញ្ចឹងខ្ញុំធ្វើការបង្ហាញទៅដល់ពុកម៉ែបងប្អូនមើលបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍អាចធ្វើការ comment នៅក្រោមវីដេអូនេះបានឬក៏ចង់ដឹងពីម៉ូទ័រផ្សេងទៀតអាច comment បានសូមអរគុណច្រើន